ការប្រែចិត្តគឺជាពាក្យដែលអ្នកនឹងឃើញទាំងអស់តាមរយៈព្រះគម្ពីរមិនមែនគ្រាន់តែនិយាយថាសុំទោសឬមានអារម្មណ៍មិនល្អចំពោះអ្វីដែលអ្នកបានធ្វើនោះទេការប្រែចិត្តពិតប្រាកដមានន័យថាការងាកចេញពីផ្លូវចាស់និងអំពើបាបរបស់អ្នកហើយងាកទៅរកព្រះវិញជាការផ្លាស់ប្ដូរចិត្តនិងចិត្តដែលនាំទៅរកការផ្លាស់ប្ដូររបៀបរស់នៅ ស្រមៃថាអ្នកកំពុងដើរតាមផ្លូវដែលមានច្រាំងថ្មចតនៅខាងមុខហើយមាននរណាម្នាក់ប្រមានអ្នកថាឆាប់ត្រឡប់មកវិញមុនពេលវាយឺតពេលការប្រែចិត្តគឺជាការវិលត្រឡប់មកវិញពីផ្លូវដ៏គ្រោះថ្នាក់ហើយឈានជើងទៅរកសុវត្ថិភាពសម្រាប់យើងមានន័យថាការដើរចេញពីអំពើបាបហើយងាកមករកព្រះយេស៊ូវដែលបានសង្គ្រោះយើងដូច្នេះចូលប្រែចិត្តហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអង្គម្ចាស់បើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងខ្ញុំប្រាប់អ្នករាល់គ្នាថាមិនមែនទេប៉ុន្តែបើអ្នករាល់គ្នាមិនប្រែចិត្តទេនោះនឹងត្រូវវិនាស ទាំងអស់គ្នាដូច្នោះដែរអ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួននោះមិនចម្រើនឡើងទេតែអ្នកណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្តីមេត្តាករុណាវិញព្រោះសេចក្តីព្រួយដែលគប់ព្រះハរតីដល់ព្រះនោះរមែងនាំឲ្យប្រែចិត្តឡើងប្រយោជន៍ឲ្យបានសង្គ្រោះជាសេចក្តីដែលមិនត្រូវស្ដាយឡើយ តែសេចក្តីព្រួយរបស់លោកីយ៍នោះបង្កើតសេចក្តីស្លាប់វិញការប្រែចិត្តគឺជាអំណោយរបស់ព្រះដែលអញ្ជើញអ្នកឲ្យចាកចេញពីផ្លូវចាស់ដែលមិនល្អហើយចាប់ផ្ដើមថ្មីជាមួយទ្រង់ស្អាតស្អំអត់ទោសនិងសេរីភាពសូមការអភ័យទោសងាកចេញពីអំពើបាបហើយជឿទុកចិត្តលើទ្រង់ដើម្បីជួយអ្នកឲ្យដើរលើផ្លូវថ្មីមួយនោះជាការប្រែចិត្តហើយវានាំទៅរកជីវិតពិត